សូមស្វាគមន៍មកកាន់ Noli for You TOTOS សូមជួយចុច like និង subscribe នៅក្នុងវិញ្ញាសាបាញ់ព្រួញកីឡាអូឡ িম্প ិកតើចំណុចកណ្ដាលនៃគោលដៅមានពណ៌អ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយកពណ៌មាសតើប៊ីមួយហ៊ូមានប៉ុន្មានសន្លឹកចម្លើយដែលត្រឹមត្រូវគឺចម្លើយខ52សន្លឹកតើភាសាអ្វីដែលមានមនុស្សនិយាយច្រើនបំផុតក្នុងពិភពលោកចម្លើយដែលត្រឹមត្រូវគឺចម្លើយកភាសាចិនតើសត្វមួយណាដែលគេហៅឈ្មោះថាសត្វឈាមត្រជាក់ចម្លើយដែលត្រឹមត្រូវគឺចម្លើយខសត្វពស់តើទ្វីបអ្វីដែលធំជាងគេចម្លើយដែលត្រឹមត្រូវគឺចម្លើយខទ្វីបអាស៊ីតើ1លានមាន0ចំនួនប៉ុន្មានចម្លើយដែលត្រឹមត្រូវគឺចម្លើយក6តើភ្នំអេវរ៉េសមានកម្ពស់ប៉ុន្មានចម្លើយដែលត្រឹមត្រូវគឺចម្លើយក8850ម៉ែត្រភ្នំអេវរ៉េសបានកើនកម្ពស់ពី2ទៅ3មីលីម៉ែត្រជារៀងរាល់ឆ្នាំតើឈ្មោះដើមរបស់ភ្នំអេវរ៉េសមានឈ្មោះអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយកឈូម៉ូឡាំងម៉ាភ្នំឈូម៉ូឡាំងម៉ាបានកើនប្រហែល50លានឆ្នាំមកហើយប្រជាជនទីបេបានចាត់ទុកភ្នំឈូម៉ូឡាំងម៉ាជាកន្លែងដ៏ពិសិដ្ឋហើយគ្មាននរណាម្នាក់ធ្លាប់គិតអំពីការឡើងភ្នំមួយនេះទេប៉ុន្តែនៅឆ្នាំ1841ជនជាតិអង់គ្លេសគឺលោក Sir George Everest បានឡើងលើភ្នំនេះហើយបន្ទាប់មកក្នុងឆ្នាំ1856វាត្រូវបានប្រកាសថាជាភ្នំដែលខ្ពស់បំផុតក្នុងលោកហើយនៅក្នុងឆ្នាំ1865ភ្នំនេះត្រូវបានប្តូរឈ្មោះទៅជា Everest តាមឈ្មោះរបស់លោក Sir George Everest